ប្រទេសយើងជាប្រទេសតូចហើយជាប្រទេសដែលនាំចេញទៅក្រៅទីផ្សារកសិផលគឺសំខាន់បរិមាណនិងតម្លៃដែលយើងត្រូវខិតខំដើម្បីផ្ទេរទៅឲ្យកសិកររបស់យើងបើមានផលិតផលហើយយើងនាំចេញអត់បាននៅក្នុងប្រទេសយើងប្រជាជន17លាននាក់យើងហូបអត់អស់ទេទីហោនៅក្នុងមួយឆ្នាំយើងផលិតស្រូវបាន2ដល់10លានតោន7ដល់10លាននាក់យើងប្រើអស់ប្រហែលជាខ្ទង់5 6លានតោនអញ្ចឹងសល់ពាក់កណ្ដាលទៀតយើងត្រូវធានានៅទីផ្សារអញ្ចឹងការចរចានិងការបើកច្រកផ្សេងដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងទៅនេះគឺជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលបានខិតខំជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលជាអរគុណដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលប៉ុន្តែសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការគឺការងារបម្រើឲ្យកសិករការរកទីផ្សារមិនមែនឲ្យរដ្ឋមិនមែនឲ្យមន្ត្រីកសិកម្មទេការរកទីផ្សារគឺបង្កើតនៅឱកាសដើម្បីរកច្រកឲ្យកសិផលរបស់កសិករបានចេញបង្កើតទីផ្សារព្រោះកសិករមិនអាចយកទៅលក់ត្រង់នៅក្រុមហ៊ុននៅចិនឬក្រុមហ៊ុននៅអាមេរិកនៅអឺរ៉ុបទេប៉ុន្តែដោយសារមានទីផ្សារទៅនោះបានមានការបញ្ជាទិញតាមខ្សែច្រវាក់មករហូតមកដល់កសិកររបស់យើងអញ្ចឹងការចរចាមួយមិនមែនធម្មតាទេ